ទៀតហើយផ្អើលទៀតហើយពុកម៉ែបងប្អូនជនរួមជាតិកំពុងតែអ្នកស្ដាប់នឹងតាមដានបំផុតនៅអង្គភាពយើងខ្ញុំដែលផ្សព្វផ្សាយតែរឿងពិតនៅក្នុងប្រទេសជូនមហាជនឲ្យបានជ្រាបមានរឿងអាស្រូវនៃការបិទព្រែកឬសីស្រុកមានគ្រួសារមួយបានបំពេញឆក់បាប់យ៉ាងក៏ក្លឿនតែម្ដងនិងបង្កទុក្ខវេទនាជូនប្រជាពលរដ្ឋជាច្រើនឆ្នាំឥឡូវនេះដឹងឮរហូតដល់អភិបាលខេត្តកណ្ដាលគួចចម្រើនទៅហើយលោកបានចាត់វិធានការដោះស្រាយជាបន្ទាន់ហើយទៅលើគ្រួសារមួយដែលបំពេញឆក់បាប់ដោយអាត្មានិយមបំផុតនោះនិងដើម្បីសង្គ្រោះជីវភាពនិងសាលារៀនរួចពីការលិចលង់និងទឹកជំនន់ផ្សេងនៅក្នុងតំបន់នោះផងដែរផ្សាយចេញពីរាជធានីភ្នំពេញលោកនាងនិងប្រិយមិត្តជាទីមេត្រីរឿងនេះនៅខេត្តកណ្ដាលការឈឺចាប់ដែលអូសបន្លាយដោយសារការមិនទទួលខុសត្រូវព្រឹត្តិការណ៍ដ៏រំជើបរំជួលនៅឃុំជើទាលស្រុកគៀនស្វាយខេត្តកណ្ដាលនេះព្រឹកថ្ងៃទី7ខែធ្នូឆ្នាំ2025នេះគឺជាការរំលឹកដល់ការឈឺចាប់មួយអំពីផលលំបាកធ្ងន់ធ្ងរដែលកើតចេញពីការមិនគោរពច្បាប់និងការមិនទទួលខុសត្រូវចំពោះផលប្រយោជន៍សាធារណៈប្រជាពលរដ្ឋនៅភូមិឫស្សីស្រុកនិងឫស្សីស្រុក2បានរងទុក្ខវេទនាអស់រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅហើយដោយសារតែទង្វើអាត្មានិយមរបស់គ្រួសារមួយដែលបានបិទផ្ចិតលំហូរទឹកនៃព្រែកឫស្សីស្រុកដែលជាផ្លូវទឹកសាធារណៈទង្វើនេះបំពាននឹងមិនត្រឹមតែបង្កមានទឹកចាល់លិចលង់លំនៅឋាននោះទេនឹងបំផ្លាញផលដំណាំប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់បរិស្ថានអនាម័យនិងសូម្បីតែដំណើរការសិក្សារបស់សិស្សានុសិស្សទៀតផងប៉ះពាល់យ៉ាងធ្ងន់ធ្ងរតែម្ដងដែលនេះជាការប្រងើយកន្តើយយ៉ាងធ្ងន់ធ្ងរចំពោះការណែនាំរបស់រាជរដ្ឋាភិបាលដែលតម្រូវឲ្យការពារផ្លូវទឹកសាធារណៈប៉ុន្តែយើងនិយាយឲ្យឃើញថារាជរដ្ឋាភិបាលបានណែនាំទៅហើយប៉ុន្តែគ្រួសារមួយនេះគឺមិនព្រមស្ដាប់នោះទេមហាជនបានលាន់មាត់តគ្នាថាគ្រួសារមួយនេះគឺជាគ្រួសារប្រភេទសត្វក្ដេវិចពេលដែលដេកយកជើងទ្រមេឃនេះគឺជាការលើកឡើងរបស់មហាជននៅជិតខាងក្នុងតំបន់ឫស្សីស្រុកនោះប្រភពបានបន្តថាវិបត្តិកម្រិតមូលដ្ឋាននឹងការអន្តរាគមន៍ចាំបាច់បំផុតនេះផលប៉ះពាល់លើសហគមន៍ការរងទុក្ខប្រចាំថ្ងៃនិងគំរូអាក្រក់ការបិទព្រែកឫស្សីស្រុកបានបង្កើតជាវិបត្តិប្រចាំថ្ងៃទៅហើយគឺធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទឹកដែលចាល់នៅក្នុងភូមិទាំងពីរបានធ្វើឲ្យលំនៅឋានជាច្រើនគ្រួសារលិចលង់និងខូចខាតដំណាំដាំដុះស្ទើរទាំងស្រុងទៅហើយដោយគ្មានច្រកចេញសម្រាប់ទឹកភ្លៀងឬទឹកជំនន់ឡើយនាយកសាលាបឋមសិក្សាឫស្សីស្រុកបានបញ្ជាក់យ៉ាងច្បាស់ផងដែរថាសាលារៀនក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរគឺនៅផ្នែកខាងក្រោយនៃសាលាដែលធ្វើឲ្យសិស្សានុសិស្សប្រឈមនឹងបញ្ហាបរិស្ថានអនាម័យនិងការលំបាកក្នុងការសិក្សាផងដែរគឺធំក្លិនស្អុយស្ថានភាពដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកនេះបានបង្ហាញយ៉ាងច្បាស់ពីភាពអសកម្មនៃការដោះស្រាយកន្លងមកនិងជាគំរូដ៏អាក្រក់បំផុតនេះនៃការមិនគោរពបម្រាមរបស់បុគ្គលដែលពាក់ព័ន្ធនឹងការបិទព្រែកនេះរដ្ឋបាលបានបិទផ្លាកឬក៏មានការណែនាំយ៉ាងច្រើនដងដែរក៏ប៉ុន្តែគ្រួសារមួយនេះគឺមិនស្ដាប់នោះទេដែលបានប្រងើយកន្តើយទាំងស្រុងចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋអ្នកជិតខាងឯទៀតនៅក្នុងតំបន់ស្រុកគៀនស្វាយខេត្តកណ្ដាលនេះពលចំណាត់ការដ៏ម៉ឺងម៉ាត់របស់ឋានៈដឹកនាំរដ្ឋបាលខេត្តបន្ទាប់ពីស្ថានភាពវិបត្តិនេះបានអូសបន្លាយគឺថាលោកគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានចុះទៅពិនិត្យដោយផ្ទាល់ផងដែរនិងបានចាត់វិធានការជាបន្ទាន់ដោយបញ្ជាឲ្យមានការកកោះកកាយរំដោះនិងទម្លាយព្រែកឫស្សីស្រុកឡើងវិញទៅមិនគ្រួសារមួយនេះមកបំផ្លាញប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះជាច្រើនអ្នកនោះបានឡើយនេះគឺជាចំណាត់ការរបស់រដ្ឋបាលខេត្តក៏ដូចជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលគឺលោកគួចចម្រើននេះផងដែរគឺតែងតែយកចិត្តទុកដាក់ជាមួយនឹងប្រជាពលរដ្ឋបើសិនជាប្រជាពលរដ្ឋមិនស្ដាប់នឹងការណែនាំរបស់រដ្ឋបាលខេត្តទេគឺឯកឧត្តមគួចចម្រើននឹងប្រើកម្ដាប់ដៃបំបីអកតកម្មនៅក្នុងតំបន់ដែលមានបញ្ហានោះហើយពិតជាចវាយខេត្តដ៏គំរូមួយនៅក្នុង25រាជធានីខេត្តនេះសកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ពីការបដិញ្ញាចិត្តដ៏មុតមាំរបស់រដ្ឋបាលខេត្តនិងការការពារផលប្រយោជន៍សាធារណៈនិងអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់ការអន្តរាគមន៍រហ័សទាន់ចិត្តនេះមិនត្រឹមតែដោះស្រាយបញ្ហាទឹកចាល់ភ្លាមប៉ុណ្ណោះទេ
ថែមទាំងបានជួយចាក់ដីឧបត្ថម្ភដល់សាលាបឋមសិក្សាឫស្សីស្រុកផាត់បន្ថែមទៀតផងដែរដល់សាលាបឋមសិក្សាឫស្សីស្រុកដែលធ្លាប់លិចទឹកដើម្បីរៀបចំជាតារាងបាល់ទាត់ឬអគារសិក្សាថ្មីថែមមួយទៀតផងដែរនេះគឺជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់អភិបាលខេត្តនេះគឺជាផុសតាងដែលបញ្ជាក់ផងដែរថាអាជ្ញាធរនិងមន្ទីរជំនាញមានការសាទរដែលឆ្លុះបញ្ចាំងពីការអស់សង្ឃឹមរបស់ប្រជាពលរដ្ឋការជួបជុំគ្នាដើម្បីសាទរចំពោះចំណាត់ការរំដោះព្រែកនេះមិនមែនគ្រាន់តែជាការអរគុណធម្មតានោះទេប៉ុន្តែវាជាការបង្ហាញពីការធូរស្បើយរបស់ប្រជាពលរដ្ឋបន្ទាប់ពីបានរងទុក្ខវេទនានិងអស់សង្ឃឹមអស់រយៈពេលដ៏យូរលង់ណាស់មកហើយប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្តគឺអាយដាមគួចចម្រើនដែលបានដោះស្រាយបញ្ហាចំទិសដៅនិងលឿនរហ័សទាន់ចិត្តនេះគឺជាមេរៀនមួយដែលបង្ហាញថាការបំពានផ្លូវទឹកសាធារណៈគឺជាបទល្មើសដែលបង្កឲ្យផលប៉ះពាល់ដល់សង្គមជាតិទាំងមូលហើយតម្រូវការឲ្យដាក់ទណ្ឌកម្មនិងវិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់បំផុតគួររំលឹកផងដែរថាការគោរពច្បាប់និងការយកចិត្តទុកដាក់របស់រដ្ឋបាលសរុបមកករណីព្រែកឫស្សីស្រុកគឺជាភស្តុតាងដែលបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ទៅលើនឹងការប្រើប្រាស់ធនធានធម្មជាតិនិងផ្លូវទឹកសាធារណៈទង្វើដ៏ប្រហើនយ៉ាងក៏ក្លឿនរបស់បុគ្គលឬគ្រួសារដែលបានបិទព្រែកគឺជាគំរូអាក្រក់នៃការមិនស្ដាប់ការណែនាំរបស់រាជរដ្ឋាភិបាលនិងការប្រងើយកន្តើយចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋឯទៀតផ្ទុយទៅវិញចំណាត់ការដឹកនាំដ៏ប្រសិទ្ធភាពរបស់លោកគួចចម្រើនអភិបាលខេត្តកណ្ដាលបានស្ដារឡើងវិញនៅជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរដ្ឋបាលមូលដ្ឋាននិងបានបង្ហាញថាគ្មាននរណាម្នាក់អាចនៅលើច្បាប់បានទេឬផលប្រយោជន៍របស់សហគមន៍ទាំងមូលបានឡើយនេះគឺជាការលើកឡើងនៅចំណាត់ការដ៏ម៉ឺងម៉ាត់របស់អភិបាលខេត្តនិងមន្ត្រីជំនាញខាងមន្ទីរពាក់ព័ន្ធក្នុងខេត្តកណ្ដាលសូមអរគុណ